រឿងបណ្ដាសាបាក់ដេម៉ាសម្រិទ្ធបុរាណភាពស្ងាត់ជ្រងំនៃទីក្រុងភ្នំពេញនាវេលាពាក់កណ្ដាលអត្រាតតែងតែនាំមុខនៅអារម្មណ៍ឯកោសម្រាប់អ្នកដែលរស់នៅតែម្នាក់ឯងសម្រាប់វាសនាដែលជាស្ថាបត្យករវ័យក្មេងនិងជាអ្នកមានចំណង់ចំណូលចិត្តយ៉ាងខ្លាំងលើការប្រមូលសន្សំវត្ថុបុរាណផ្ទះវីឡាដ៏ធំទូលាយរបស់គេពោពេញទៅដោយរបស់របរចាស់ៗដែលគេតែងតែស្វែងរកទិញពីគ្រប់ទិសទីជញ្ជាំងផ្ទះរបស់គេមានព្យួរនៅផ្ទាំងគំនូរបុរាណរីឯនៅលើទូកញ្ចក់វិញមានតាំងនៅរូបចម្លាក់ទូចធំកុលាលភាជន៍និងវត្ថុសិល្បៈជាច្រើនដែលបន្សល់ទុកតាំងពីសម័យមុនវាសនាតែងតែមានមោទនភាពចំពោះការប្រមូលសន្សំរបស់ខ្លួនដោយគេយល់ថាវត្ថុទាំងនេះតំណាងឲ្យព្រលឹងនិងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ដូនតាខ្មែរប៉ុន្តែគេមិនដែលនឹកស្មានដល់ឡើយថាចំណង់ចំណូលចិត្តមួយនេះនឹងនាំគេឲ្យដើរចូលទៅក្នុងរឿងរ៉ាវដ៏រន្ធត់និងអាចកំបាំងដែលស្ទើរតែឆក់យកជីវិតរបស់គេទៅហើយនោះទេរឿងរ៉ាវដ៏គួរឲ្យព្រឺខ្លាចនេះបានចាប់ផ្ដើមឡើងកាលពី2ខែមុននៅពេលដែលវាសនាបានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបងដើម្បីចុះត្រួតពិនិត្យគម្រោងសាងសង់រមណីយដ្ឋានថ្មីមួយបន្ទាប់ពីបញ្ចប់ការងារនៅពេលល្ងាចវាសនាបានឆ្លៀតពេលដើរលេងកម្សាន្តនៅម្ដុំផ្សារណាត់និងតាមដងផ្លូវចាស់ៗដែលមានអគារសម័យអាណានិគមបារាំងខណៈពេលកំពុងដើរតាមផ្លូវលំទូចមួយដែលរាងស្ងាត់ជ្រងំគេបានប្រទះឃើញតូបលក់របស់ចាស់ៗមួយកន្លែងដែលមើលទៅហាក់ដូចជាមិនសូវមានមនុស្សស្គាល់តូបនោះមានសភាពងងឹតបន្តិចនិងមានក្លិនធូបលាយឡំជាមួយនឹងក្លិនឈើចាស់ៗភាយចេញមកក្រៅដោយក្តីចាប់អារម្មណ៍វាសនាបានដើរចូលទៅខាងក្នុងម្ចាស់តូបគឺជាបុរសចំណាស់ម្នាក់ដែលមានសក់ស្កូវព្រមស្លៀកខោចែវនិងពាក់អាវកគុតពណ៌សចាស់ពណ៌គាត់កំពុងអង្គុយជក់បារីស្លឹកសម្លឹងមើលមកវាសនាដោយខ្សែភ្នែកដែលពិបាកនឹងស្មានដឹងនៅក្នុងតូបនោះមានរបស់របរជាច្រើនគោលើគ្នាប៉ុន្តែខ្សែភ្នែករបស់វាសនាបានទៅទាក់នឹងវត្ថុមួយដែលដាក់នៅជ្រុងខាងក្នុងបំផុតនៃទូកញ្ចក់ដ៏ប្រឡាក់ធូលីវាជារូបចម្លាក់ធ្វើពីសំរុតទំហំប៉ុនកំភួនដៃមានពណ៌ខ្មៅរលោងលីឡំនឹងស្នាមច្រេះពណ៌បៃតងចាស់ដែលបង្ហាញពីអាយុកាលដ៏យូរលង់របស់វារូបចម្លាក់នោះគឺជារូបស្ត្រីម្នាក់កំពុងលុតជង្គង់ដៃទាំងពីររបស់នាងត្រូវបានចងផ្អោបគ្នាទៅមុខរីឯក្បាលរបស់នាងអោនចុះក្រោមបន្តិចធ្វើឲ្យគេមិនអាចមើលឃើញផ្ទៃមុខរបស់នាងបានច្បាស់ឡើយសម្លៀកបំពាក់ដែលឆ្លាក់ជាប់នឹងរូបនោះមានលក្ខណៈជាសម្លៀកបំពាក់សម័យបុរាណមានក្បាច់រចនាល្អិតល្អន់ប៉ុន្តែមើលទៅហាក់ដូចជាកំពុងរហែករណ្ដៅវាសនាមានអារម្មណ៍តាក់ទាញយ៉ាងចម្លែកទៅលើរូបចម្លាក់មួយនេះគេបានសុំឲ្យបុរសចំណាស់យកវាចេញមកឲ្យគេមើលពេលដែលវាសនាលូកដៃទៅកាន់រូបចម្លាក់នោះគេមានអារម្មណ៍ថាវាមានទម្ងន់ធ្ងន់ខុសធម្មតាហើយសាច់សំរិទ្ធនោះមានសភាពត្រជាក់ស្រេបត្រជាក់ដូចជាទឹកកកទោះបីជាអាកាសធាតុនៅខាងក្រៅកំពុងតែក្តៅសោះស្អាប់ក៏ដោយវាសនាបានសួរពីប្រវត្តិនិងតម្លៃរបស់វាបុរសចំណាស់បានដកដង្ហើមធំរួចនិយាយដោយសំឡេងស្អុះស្អុះថារូបចម្លាក់នេះត្រូវបានអ្នកភូមិជីកកកាយបាននៅជិតប្រាសាទបុរាណមួយដែលបាក់បែកកណ្ដាលព្រៃជ្រៅហើយត្រូវបានលក់បន្តរហូតមកដល់ដៃគាត់បានបញ្ជាក់ប្រាប់វាសនាដោយទឹកមុខស្មោះត្រង់លីឡំនឹងការព្រមានថាក្មួយប្រុសវត្ថុខ្លះទោះបីជាមានតម្លៃខាងសិល្បៈយ៉ាងណាក៏ដោយក៏វាមិនគួរយកមកធ្វើជារបស់តាំងលម្អនៅក្នុងផ្ទះដែរវត្ថុខ្លះមានម្ចាស់ហើយម្ចាស់របស់វាមិនទាន់ទៅណាឡើយយល់ល្អក្មួយកុំទិញវាអីប៉ុន្តែពាក្យសម្ដីទាំងនេះមិនអាចបញ្ឈប់សេចក្តីប្រាថ្នារបស់វាសនាបានឡើយគេគិតថាបុរសចំណាស់គ្រាន់តែនិយាយដើម្បីចង់ដំឡើងថ្លៃឬគ្រាន់តែជាជំនឿអូរូបីរបស់អ្នកស្រុកតំបន់នេះតែប៉ុណ្ណោះទីបំផុតវាសនាបានសម្រេចចិត្តទិញរូបចម្លាក់នោះក្នុងតម្លៃមួយដែលទាបជាងគេរំពឹងទុករួចវិចខ្ចប់វាយ៉ាងប្រុងប្រយ័ត្នដើម្បីយកត្រឡប់មកទីក្រុងភ្នំពេញវិញការធ្វើដំណើរត្រឡប់មកភ្នំពេញវិញហាក់មានភាពរអាក់រអួលខុសពីធម្មតាមេឃដែលធ្លាប់តែស្រឡះល្អស្រាប់តែប្រែជាខ្មៅងងឹតហើយភ្លៀងចាប់ផ្ដើមធ្លាក់យ៉ាងខ្លាំងស្ទើរតែមើលផ្លូវមិនឃើញវាសនាបានដាក់ប្រអប់ដែលផ្ទុករូបចម្លាក់នោះនៅលើកៅអីអ្នកដំណើរខាងមុខក្នុងអំឡុងពេលបើកបរគេតែងតែមានអារម្មណ៍ថាមានភាពត្រជាក់ខុសប្រក្រតីភាយចេញពីប្រអប់នោះធ្វើឲ្យគេព្រឺសម្បុរម្ដងទោះបីជាគេបានបិទម៉ាស៊ីនត្រជាក់រថយន្តហើយក៏ដោយម្ដងម្កាល
គេហាក់ដូចជាបានលឺសំឡេងខ្សឹបខ្សៀវតិចៗឬសំឡេងដង្ហើមដកចេញពីកៅអីក្បែរខ្លួនប៉ុន្តែពេលគេងាកទៅមើលក៏គ្មានអ្វីក្រៅពីប្រអប់ក្រដាសពណ៌ត្នោតនោះឡើយវាសនាព្យាយាមលួងចិត្តខ្លួនឯងថាវាគ្រាន់តែជាអារម្មណ៍តានតឹងដោយសារការបើកបរផ្លូវឆ្ងាយក្នុងពេលមានភ្លៀងធ្លាក់តែប៉ុណ្ណោះនៅពេលដែលគេមកដល់ផ្ទះមេឃក៏រាំងភ្លៀងល្មមវាសនាបានយករូបចម្លាក់នោះចូលទៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនដែលជាកន្លែងគេតាំងវត្ថុបុរាណសំខាន់ៗគេបានយករូបចម្លាក់នោះចេញពីប្រអប់ហើយរៀបចំសម្អាតវាដោយប្រើក្រណាត់ទន់ជន់លក់ទឹកអំពិលទុំតាមវិធីសាស្ត្របុរាណដើម្បីកម្ចាត់ស្នាមច្រេះនិងធ្វើឲ្យសាច់សំរិទ្ធឡើងរលោងស្អាតខណៈពេលដែលគេកំពុងខាត់សម្អាតយ៉ាងយកចិត្តទុកដាក់នៅលើបរិវេណដៃដែលជាប់ចំណងរបស់រូបចម្លាក់នោះដោយសារតែមិនបានប្រុងប្រយ័ត្នម្រាមដៃមេរបស់វាសនាបានមុតនឹងជ្រុងស្រួចនៃបំណែកសំរិទ្ធដែលលៀនចេញមកការមុតនោះមិនជ្រៅប៉ុន្មានទេប៉ុន្តែឈាមពណ៌ក្រហមឆ្អៅបានស្រក់តក់ចុះទៅលើកណ្ដាប់ដៃរបស់រូបចម្លាក់អ្វីដែលធ្វើឲ្យវាសនាមានការភ្ញាក់ផ្អើលនោះគឺឈាមរបស់គេមិនបានហូររមៀលចុះមកក្រោមឡើយផ្ទុយទៅវិញវាហាក់ដូចជាត្រូវបានសាច់សំរិទ្ធនោះបឺតស្រូបចូលទៅខាងក្នុងយ៉ាងលឿនបន្សល់ទុកត្រឹមតែស្នាមពណ៌ក្រហមក្រមៅដែលរលាយបាត់ទៅវិញក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីវាសនាទាញដៃមកវិញដោយក្តីតក់ស្លុតគេប្រញាប់យកក្រណាត់មកជូតមុខរបួសនិងសម្លឹងមើលរូបចម្លាក់នោះដោយក្តីងឿងឆ្ងល់គេគិតថាប្រហែលជាសាច់សំរិទ្ធចាស់មានសភាពសឹកផុយទើបអាចជ្រាបទឹកឬឈាមបានយ៉ាងនេះបន្ទាប់ពីលាងរបួសរួចគេក៏យករូបចម្លាក់នោះទៅដាក់តាំងនៅលើធ្នើឈើប្រណីតមួយនៅកាច់ជ្រុងបន្ទប់ដែលមានភ្លើងពណ៌លឿងក្តៅបញ្ចាំងចំពីលើធ្វើឲ្យរូបចម្លាក់នោះមើលទៅកាន់តែមានភាពអាតកំបាំងនិងរស់រវើកយប់ដំបូងបន្ទាប់ពីយករូបចម្លាក់នោះមកដាក់ក្នុងផ្ទះអ្វីហាក់ដូចជាស្ងប់ស្ងាត់ធម្មតាប៉ុន្តែនៅវេលាម៉ោងប្រហែល2រំលងអាធ្រាត្រវាសនាបានភ្ញាក់ពីដំណេកដោយសារតែអារម្មណ៍ថប់ដង្ហើមបន្ទប់ដេករបស់គេដែលនៅជាប់នឹងបន្ទប់ធ្វើការស្រាប់តែមានសភាពត្រជាក់ខុសធម្មតាទោះបីជាម៉ាស៊ីនត្រជាក់ត្រូវបានតាំងនៅសីតុណ្ហភាពធម្មតាក៏ដោយអ្វីដែលកាន់តែចម្លែកនោះគឺមានក្លិនមួយភាយចូលមកក្នុងបន្ទប់វាជាក្លិនដែលគេមិនធ្លាប់ជួបប្រទះពីមុនមកវាមានក្លិនដូចជាផ្កាម្លិះក្រៀមស្វិតលីឡំជាមួយនឹងក្លិនដីសើមនិងក្លិនឈាមរលួយតិចៗដែលធ្វើឲ្យគេមានអារម្មណ៍ក្អួតចង្អោរវាសនាក្រោកអង្គុយនៅលើគ្រែព្យាយាមស្ដាប់សំឡេងជុំវិញខ្លួនក្នុងភាពស្ងាត់ជ្រងំនៃរាត្រីនោះគេបានឮសំឡេងមួយបន្លឺឡើងចេញពីបន្ទប់ធ្វើការវាជាសំឡេងលោហៈទង្គិចគ្នាក្អាងស្រដៀងនឹងសំឡេងច្រវាក់ទីងអូសនៅលើកម្រាលឥដ្ឋឈើសំឡេងនោះបន្លឺឡើងយឺតមួយហាក់ដូចជាមាននរណាម្នាក់កំពុងដើរអូសជើងយ៉ាងធ្ងន់ធ្ងរវាសនាលាបទឹកមាត់ក្តាប់ដៃយ៉ាងណែនរួចសម្រេចចិត្តចុះពីលើគ្រែដើរតម្រង់ទៅរកទ្វារបន្ទប់ធ្វើការពេលគេបើកទ្វារខ្យល់ត្រជាក់មួយវាយខ្ទប់មកលើផ្ទៃមុខរបស់គេចុចកុងតាក់បើកភ្លើងប៉ុន្តែភ្លើងមិនឆេះឡើយពន្លឺព្រះច័ន្ទដែលចាំងឆ្លុះតាមបង្អួតកញ្ចក់បង្ហាញឲ្យឃើញថាវត្ថុគ្រប់យ៉ាងនៅក្នុងបន្ទប់នៅរក្សាទីតាំងដដែលរូបចម្លាក់សំរិទ្ធនៅតែឈរស្ងៀមនៅលើធ្នើគ្មានអ្វីខុសប្រាស់ក្រដីឡើយវាសនាគិតថាខ្លួនឯងប្រហែលជា stress នឹងការងារពេកទើបយល់សពឬស្ដាប់ច្រឡំក៏ត្រឡប់ទៅដេកវិញប៉ុន្តែយប់នោះគេមិនអាចបិទភ្នែកចិត្តម្ដងណាឡើយព្រឹកឡើងវាសនាមានអារម្មណ៍អស់កម្លាំងយ៉ាងខ្លាំងផ្ទៃមុខរបស់គេស្លេកស្លាំងនិងមានរង្វង់ខ្មៅនៅជុំវិញភ្នែករឿងរ៉ាវកាន់តែអាក្រក់ទៅនៅយប់បន្ទាប់មិនត្រឹមតែសំឡេងច្រវាក់នោះទេប៉ុន្តែវាសនាចាប់ផ្ដើមឮសំឡេងខ្សឹបខ្សៀវជាភាសាបុរាណដែលគេស្ដាប់មិនយល់និងសំឡេងយំខ្សឹកខ្សួលយ៉ាងខ្លោចផ្សាចេញពីជ្រុងងងឹតនៃបន្ទប់អ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺរាល់ពេលដែលគេចូលទៅមើលរូបចម្លាក់សំរិទ្ធនោះគេសង្កេតឃើញថាអ៊ីរិយាបថរបស់រូបចម្លាក់ហាក់ដូចជាប្រែប្រួលបន្តិចម្ដងក្បាលដែលធ្លាប់តែអោនចុះចាប់ផ្ដើមងើបឡើងបន្តិចម្ដងរហូតដល់យប់ទី3ភ្នែករបស់រូបចម្លាក់នោះបានបើកឡើងបញ្ចេញពន្លឺពណ៌ក្រហមឆ្អៅដូចជាភ្នក់ភ្លើងសងសឹកយប់នោះវាសនាសម្រេចចិត្តថានឹងយករបបនេះទៅបោះចោលឬយកទៅប្រគល់ឲ្យវត្តអារាមប៉ុន្តែពេលដែលគេបំរុងនឹងលូកដៃទៅកាន់រូបចម្លាក់ស្រាប់តែមានកម្លាំងអាតកំបាំងមួយច្រានគេឲ្យខ្ទាតទៅបុកនឹងជញ្ជាំងទ្វារនឹងបង្អួចគ្រប់ច្រកល្ហកក្នុងផ្ទះបានបិទខ្ចិបដោយខ្លួនឯងពន្លឺភ្លើងក្នុងផ្ទះចាប់ផ្ដើមភ្លឺផ្លេតរួចក៏រលត់ងងឹតសូន្យឈឹងក្នុងភាពងងឹតនោះ
វាសនាបានឃើញស្រមោលខ្មៅស្រពេចស្រពិលរបស់ស្ត្រីម្នាក់ដែលមានសក់វែងអូសដីស្លៀកពាក់រហែករណ្ដៅដូចជារូបចម្លាក់នោះដែរនាងដើរចូលមកគៀកគេយឺតទាំងសំឡេងច្រវាក់អូសកំរាលឈើលាន់លឺសូរក្រាកក្រាកមុខមាត់របស់នាងដែលធ្លាប់តែលាក់បាំងពេលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់គឺជាមុខមាត់ដែលពោពេញដោយដំបៅនិងការឈឺចាប់នាងបានលូកដៃដែលត្រជាក់ស្រេបដូចទឹកកកមកច្របាច់កវាសនារួចខ្សឹបដាក់ត្រចៀកគេថាឈាមរបស់ឯងបានដាស់ការសងសឹករបស់អញត្រឡប់មកវិញដើម្បីទាមទារសេរីភាពដែលគេបានឆក់យកវាសនាដង្ហក់ខ្យល់ស្ទើរតែដាច់ដង្ហើមស្លាប់ក្នុងចិត្តរបស់គេនឹកឃើញដល់សម្ដីរបស់តាម្ចាស់តូបនៅបាត់ដំបងភ្លាមគេដឹងថាឈាមដែលមុតនឹងរូបចម្លាក់នោះគឺជាការចងកិច្ចសន្យាឈាមដោយអចេតនាដែលធ្វើឲ្យប្រលឹងខ្មោចដែលជាប់ឃុំក្នុងសម្រិតនោះមានអំណាចឡើងវិញ ក្នុងដង្ហើមចុងក្រោយវាសនាបានប្រើកម្លាំងដែលនៅសេសសល់ចាប់ទាញរូបចម្លាក់នោះពីលើធ្នើរួចក្រវៀងវាទៅបុកនឹងកម្រាលឥដ្ឋថ្មយ៉ាងពេញទំហឹងប្រាវរូបចម្លាក់សម្រិតនោះបានបែកខ្ទាតជាចំណែករំពេចនោះស្រមោលស្ត្រីដ៏គួរឲ្យខ្លាចក៏រលាយបាត់ទៅក្នុងអាកាសព្រមជាមួយនឹងសំឡេងស្រែកយ៉ាងខ្លាំងដែលធ្វើឲ្យកញ្ចក់បង្អួចក្នុងផ្ទះប្រេះស្រាំទាំងអស់វាសនាដេកសន្លប់ស្ទុកស្ទឹងនៅលើឥដ្ឋរហូតដល់ភ្លឺនៅពេលដែលគេដឹងខ្លួនឡើងគេឃើញត្រឹមតែបំណែកសម្រិតដែលបែកបាក់និងធូលីខ្មៅដែលភីក្លិនអាសូចគេមិនបង្អង់យូរឡើយវាសនាបានប្រមូលកំទេចទាំងនោះយកទៅប្រគល់ឲ្យសារមនីជាតិនិងបាននិមន្តព្រះសង្ឃមកសូត្រមន្តលើករស័យក្នុងផ្ទះចាប់តាំងពីពេលនោះមកវាសនាបានលះបង់ចោលនៅទម្លាប់ប្រមូលសន្សំវត្ថុបុរាណដែលមិនស្គាល់ប្រភពច្បាស់លាស់គេបានយល់ច្បាស់ថាវត្ថុបុរាណខ្លះមិនមែនគ្រាន់តែជាសិល្បៈសម្រាប់តាំងលម្អនោះទេប៉ុន្តែវាគឺជាគុកដែលឃុំទុកនៅរឿងរ៉ាវវិញ្ញាណនិងបណ្ដាសាដែលមនុស្សសម័យថ្មីមិនគួរទៅប៉ះពាល់ឡើយទោះបីជារឿងរ៉ាវនេះបានកន្លងផុតទៅយូរហើយក្តីប៉ុន្តែរៀងរាល់យប់ដែលមានភ្លៀងធ្លាក់ខ្លាំងវាសនានៅតែហាក់ដូចជាឮសំឡេងច្រវាក់អូសនៅលើកម្រាលឥដ្ឋតិចៗដែលជាការដាស់តឿនដល់គេជារៀងរហូតមក